ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុរាជហឫវង្សឧបតោសុជាតិវិសុទ្ធពង្សអគ្គមហាបរោះរដ្ឋនិកោត្តមធម្មិកុមហារាជាធិរាជបរមនាថបរមពុទ្ធព្រះចៅក្រុងកម្ពុជាធិបតី31តុលា1922 15តុលា2012ភាសាចិនស៊ីហានូខឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ1941ដល់1955និងម្ដងទៀតចាប់ពីឆ្នាំ1993ដល់2004ព្រះអង្គប្រសូតនៅថ្ងៃអង្គារ11កើតខែកដឹកឆ្នាំចចត្វាស័កពស2466ត្រូវនឹងថ្ងៃទី31ខែតុលាឆ្នាំ1922នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាទ្រង់យាងសោយព្រះទីវង្គតនៅថ្ងៃច័ន្ទ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពស2556ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2012វេលាម៉ោង01:2000នាទីរំលងអធ្រាត្រម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជានាមន្ទីរពេទ្យទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតគោរមយ៉ងងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នព្រះចៅក្រុងកម្ពុជាធិបតីមានគោរមយ៉ងថាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯកនៃបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ1953ដល់ឆ្នាំ1970បន្ទាប់ពីការដាក់រាជ្យលើកទី2របស់ព្រះអង្គក្នុងឆ្នាំ2004ព្រះអង្គត្រូវបានគេស្គាល់ថាជាព្រះមហាវីរក្សត្រជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញជាព្រះរាជបុត្រនៃព្រះបាទនរោត្តមសុរាម្រិតនិងព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ1941ដែលសៀវភៅកំណត់ត្រាពិភពលោក Higgins បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោកមួយទាំងនេះរួមមាន2អាណត្តិជាព្រះមហាក្សត្រតំណែង2ជាសម្ដេចព្រះរាជបុត្រតំណែង1ជាប្រធានតំណែង2ជានាយករដ្ឋមន្ត្រីដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើនទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ1975រៃដល់2ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះរួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញសម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់សម្ដេចព្រះនរោត្តមសីហនុលើកម្ពុជាគឺបានចាប់ពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំងរហូតដល់ថ្ងៃទី18ខែមីនាឆ្នាំ1970នៅពេលនោះលោកឧត្តមសេនីយ៍លន់ នល់និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈនិងបកពួកបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីបករាជតំណែងព្រះប្រមុខរដ្ឋនៃកម្ពុជាព្រះរាជាប្រវត្តិផ្នែកនេះត្រូវការដកស្រង់ឬឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់សូមជួយកែប្រែលម្អអត្ថបទនេះដោយបន្ថែមការដកស្រង់ឬឯកសារយោងទៅប្រភពដែលអាចទុកចិត្តបានសម្ភារៈដែលមិនមានប្រភពអាចត្រូវបានជំទាស់និងដកចេញ Lu error in module find sources at line 48 attempt to index local links a boolean value ខែតុលា2012នៅពេលព្រះអាយកោខាងមាតារបស់ព្រះអង្គព្រះបាទស៊ីសុវត្ថិមុនីវង្សបានសោយទីវង្គតនៅថ្ងៃ23មេសា1941ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជាក្នុងពេលនោះកម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិនដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិជ្ឈីដែលសហការនិយមការអភិសេកទ្រង់បានប្រារព្ធនៅថ្ងៃ3ឧសភា1941នៅខែមីនា1941អធិរាជាណាចក្រជប៉ុនបានកាន់កាប់កម្ពុជាប៉ុន្តែបានអនុញ្ញាតឲ្យរដ្ឋការអាណានិគមបារាំងឲ្យនៅមានខ្លះដោយបានរំលាយរដ្ឋការអាណានិគមហើយក៏បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិនស្ថិតក្រោមសម្ពាធពីពួកជប៉ុនព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជាមិនដូចអធិរាជយួនបាវដៃទេព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុនពួកជប៉ុនបានបង្ខំឲ្យលោកសឿនងុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហាជានាយករដ្ឋមន្ត្រីនៃកម្ពុជា4បន្ទាប់ពីការចុះចាញ់របស់ជប៉ុនពួកបារាំងបន្តិចម្ដងបន្ទងបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធភាពបំផុតនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ1953ដល់ឆ្នាំ1970បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ2004រួចមករដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននៅព្រះគោរមយោផ្លូវការជាព្រះករុណាសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាមួយនឹងព្រះបុព្វសិទ្ធិពិសេសក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិដោយការដែលព្រះអង្គនៅគ្រងរាជ្យដែរការសិក្សាចាប់ពីឆ្នាំ1930ដល់ឆ្នាំ1940ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា
ប្រងស្វាបិទវាំងនិងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញក្រុងភ្នំពេញបន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង Chasseloup Lobat Lycée Chasseloup Lobat នៅព្រៃនគរវៀតនៅឆ្នាំ1946និង1948ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះនិងកងរថពាសដែកនៅសូមៀប្រទេសបារាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាការគ្រងរាជសម្បត្តិលើកទី1នៅខែមេសាឆ្នាំ1941ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបានជ្រើសតាំងនិងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរាជធានីភ្នំពេញព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី28ខែតុលាឆ្នាំ1941បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃទី02ខែមីនាឆ្នាំ1955ភាពចលាចលជាអ្នកដឹកនាំនាយករដ្ឋមន្ត្រី Main Article ព្រះរាជាណាចក្រកម្ពុជា1953-1970N សង្គ្រាមរដ្ឋបវេនីកម្ពុជាបន្ទាប់ពីសង្គ្រាមលោកលើកទី2និងចូលមកដល់ដើមទសវត្សរ៍1950បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយមនិងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឲ្យមានការចាក់ចែងទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិននេះបានដាស់ពញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិនរដ្ឋវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងព្រះរាជាណាចក្រលាវព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា1953ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំងថៃមួយពុកបាហើយក៏បានត្រឡប់មកវិញនៅពេលឯករាជ្យបានជោគជ័យនៅថ្ងៃ9វិច្ឆិកា1953ខណៈដែលមានឯករាជ្យកម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំងរហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទី1និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់ថ្ងៃ2មិនិនា1955ព្រះសីហនុបានដាក់រាជ្យប្រគល់ឲ្យព្រះបិតាទ្រង់ដោយបានបង្កើតនូវសង្គមរាស្ត្រនិយមនិងបានកាន់តំណែងនាយករដ្ឋមន្ត្រី2-3ខែក្រោយមកទៀតបន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា1955ថ្ងៃ31សីហា1959ងើតដិនយូប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងងើតដិនយាមបានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគុតព្រះសីហនុលោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែនការសម្ងាត់របស់សំសេរីនិងដាបឈួនដែលមិនបានសម្រេចក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរលោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹមជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែងហើយលោកអាចលើកលោកស៊ិនងុកថាញ់នៅភ្នំពេញវិញសុទ្ធ5វ៉ាលី2ត្រូវបានផ្ញើទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុមួយបានផ្ញើទៅព្រះប្រមុខរដ្ឋនិងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ប្រមុខពិធីការព្រះអង្គបញ្ញាប្រៃសណីបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានចំនួនមកពីហុងកុងកញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ប៉ុន្តែអាផ្សេងមិនមានទេយ៉ាងណាក៏ដោយទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសឲ្យព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមក្នុងនាមជាមន្ត្រីបម្រើការផ្ទុះនោះបានកើតឡើងគៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមេដាបិតារបស់ព្រះសីហនុពួកទ្រង់មានវត្តមាននៅទី67បន្តពីការសោយទីវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ1960ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋប៉ុន្តែបានទទួលគោរមជាងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រនៅឆ្នាំ1963ព្រះអង្គបានធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឲ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិតគ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯងដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីតនៅពេលសង្គ្រាមវៀតណាមបានឆេះឆួលព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុតសម្រាប់កម្ពុជាកាលនោះព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើងនិងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងធ្ងន់ក្នុងការធ្វើដូច្នេះព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុងស្ថានភាពនយោបាយដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះក្នុងរដូវផ្ការីកឆ្នាំ1965ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិននិងវៀតណាមខាងជើងដែលអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើតនិងអនុញ្ញាតឲ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក
ព្រះអង្គនៅពេលនោះដែរបានធ្វើសន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ដែលមិនអាចជៀសរួចនិងណែនាំនៅគំនិតម៉ៅនិយមគឺមានតម្លៃក្នុងការប្រណាំងប្រជែងនៅឆ្នាំ1966និង1967ព្រះសីហនុបានបណ្ដោយឲ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងឲ្យនៅខាងក្រៅនៃនយោបាយទោទនជ្រុលគោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឲ្យដល់ចំណុចកំពូលនៃបដិវត្តន៍ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឲ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បីទ្រាំទ្ររួចឡើយទ្រង់បានផ្ទេរសិទ្ធិឲ្យពួកឆ្វេងដែលបានអនុញ្ញាតឲ្យពួកវៀតណាមខាងជើងបង្កើតឡើងនៅមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជានិងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិននៅថ្ងៃ11មីនា1967ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឲ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជាការទម្លាក់និរទេសនិងការវិលត្រឡប់មកវិញថ្ងៃ18មីនា1970គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេសលោកនាយករដ្ឋមន្ត្រីលន់ នល់បានកោះប្រជុំឲ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិងបានប្រគល់អំណាចឲ្យលន់ នល់ជាបណ្ដោះអាសន្នអ្នកអង្គម្ចាស់ស៊ីសុវត្ថិសេរមតៈព្រះភាតាអាយិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ1941បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋបន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ព្រះសីហនុបានភៀសព្រះកាយទៅប៉ៃជីងហើយបង្កើតរណសិរ្សរួបរวมជាតិកម្ពុជា Front Uni National de Campuchia of UNK និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់ នល់នៅភ្នំពេញព្រះអង្គបានបញ្ចូលសមាជិកថ្មី Government Royal Union National de Campuchia រាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរបន្ទាប់ពីព្រះសីហនុបានសម្ដែងឲ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី 6,000 ទៅ 5,000 នាក់ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រមិនមែនដើម្បីលទ្ធិកុម្មុយនីសទេដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង1979ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោលទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ទោះបីជាប្រទេសទ្រង់បានក្លាយទៅជាកុម្មុយនីសក៏ដោយ8អំឡុងរបបលន់ នល់ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើងដែលមានព្រះរាជដំណាក់ដូចវិមាន60បន្ទប់ដែលថែមទាំងធ្លាប់មានរោងកុនមួយត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀតព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ1979ការបង្ខាំងរបស់ខ្មែរក្រហមនៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា1975សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលនោះប៉ុល ពតនៅកាន់អំណាចនៅឡើយព្រះសីហនុបំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមានទំនាក់ទំនងសាធារណៈម្នាក់សម្រាប់ប្រទេសព្រះអង្គនិងមានពិធីជប់លៀងតែឯងខ្លះៗនិងធ្វើការថតខ្សែភាពយន្តមួយចំនួន10ត្រូវចំណាយពេល 2-3 ឆ្នាំជាឆ្លើយនៃពួកខ្មែរក្រហមឆ្នាំបន្ទាប់មកថ្ងៃទី4មេសា1976ខ្មែរក្រហមបានបង្ខំឲ្យព្រះសីហនុចេញពីតំណែងម្ដងទៀតនិងចូលនិវត្តន៍នយោបាយកំឡុងការចូលលុកលុយរបស់វៀតណាមព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិបន្ទាប់ពីសន្ទរកថារបស់ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិននិងកូរ៉េខាងជើងការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ1978បានបណ្ដេញពួកខ្មែរក្រហមចេញគ្រានោះក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរតែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេងសំរិនដែលបានបន្ទប់ដោយវៀតណាមចាប់ពីពេលនោះមកព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅសបដែលបាននៅទំនេរដោយហេតុមិនថាតែរបបប៉ុល ពតឬហេងសំរិនក៏មិនអាចតំណាងឲ្យប្រជាជនខ្មែរបានឡើយ11អ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហមនិងទាមទារថាឲ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីសបរបស់កម្ពុជាឲ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ12ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឲ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាមខ្លះមានជំនឿថាដោយសារតែការបង្ខំតបង្ខំរបស់សរ៉ូដើម្បីឲ្យធ្វើការជាមួយពួកខ្មែរក្រម13នៅឆ្នាំ1982ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយវៀតណាមហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យរចកបរ GCKD ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយមកជសឬ ANS រណសិរ្សរំដោះជាតិប្រជាជនខ្មែររចបខឬ KPNLF របស់សឿនសាននិងពួកខ្មែរក្រហម
ពួកវៀតណាមបានដកទ័ពនៅឆ្នាំ1989ដែលបន្សល់ទុកនៅខាងក្រោយនៅរដ្ឋាភិបាលនិយមវៀតណាមក្រោមអតីតកម្មាភិបាលខ្មែរក្រហមហ៊ុនសែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជាជំនួយរបស់សហរដ្ឋនៅចុងទសវត្សរ៍ឆ្នាំ1980កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីកែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជាមួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហាកែនលោក Michael Jones នៃមូលនិធិកេរដំណែលបានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ1987និងបានត្រឡប់ទៅកាន់ Washington ជំរុញឲ្យមានការពង្រីកជំនួយរបស់សរ៉ូសម្រាប់កងកម្លាំងតស៊ូនិងព្រះសីហនុជាជំរើសទី3ចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្ទាប់នឹងគាំទ្រដោយវៀតណាមនិងខ្មែរក្រហមដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ 14. ការគ្រងរាជ្យសម្បត្តិលើកទី2កិច្ចចរចាសន្តិភាពរវាងរចកបនិងសបកបានចាប់ផ្ដើមរយៈពេលដ៏ខ្លីចាប់តាំងពីពេលនោះមកនិងបានបន្តរហូតមកដល់ឆ្នាំ1991នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីសសម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅថ្ងៃទី14ខែវិច្ឆិកា1991បន្ទាប់ពី13ឆ្នាំក្នុងការនិរទេសរបស់ទ្រង់ដោយបានហែហមដោយក្រុមនៃអង្គរៈកូរ៉េខាងជើងមួយក្រុម 15. ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី2នៅថ្ងៃទី24កញ្ញា1993ហើយទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី07ខែតុលាឆ្នាំ2004ក្រោយពីការដាក់រាជ្យព្រះអង្គត្រូវបានគេថ្វាយព្រះនាមថាព្រះមហាវីរក្សត្រកំឡុងការស្ដារឡើងវិញយ៉ាងណាក៏ដោយព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉េជីងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រជីវិតផ្ទាល់របស់ព្រះអង្គព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រីព្រះអង្គបានតែងនឹងសម្ដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរបារាំងនិងអង់គ្លេសទ្រង់បានលេងក្លារីណេតសាក់សូហ្វូនព្យាណូនិងអង្កាញ់ចាប់ពីវ័យដំបូងព្រះអង្គមានការងប់ដោយសារគុណក៏ដូចគ្នានឹងសិល្បៈល្ខោននិងរបាំដែរព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យដែលសរសេរដឹកនាំនិងសម្ដែងក្នុងនោះគុណជាច្រើនដែលមានការប្រឌិតភាគច្រើនតែងតែរួមជាមួយនឹងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជាជាត្រូវការអំណះអំណាងភាពយន្តឆ្នាំ1966របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរព្រៃប្រសិទ្ធត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី5នៅឆ្នាំ1967 បំ161ព្រះរាជបូជនីយកិច្ចក្នុងឆ្នាំ1947ព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃសងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនៅខេត្តខ្មែរដែលក្នុងពេលមានចម្បាំងសកលលោកលើកទី2ថៃឡង់បានយកពីកម្ពុជាទៅគឺខេត្តបាត់ដំបងសៀមរាបកំពង់ធំស្ទឹងត្រែងឆ្នាំ1949ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នៅសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ1863និងឆ្នាំ1884នៅឆ្នាំ1949ដដែលព្រះអង្គបានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជាសន្ធិសញ្ញាឆ្នាំ1949នេះលុបចោលនៅសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ1863និងឆ្នាំ1880ពីឆ្នាំ1952ដល់1953ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ 100% ជូនជាតិមាតុភូមិនៅថ្ងៃទី09ខែវិច្ឆិកាឆ្នាំ1953ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសសូមថ្វាយព្រះកេតិនាមព្រះអង្គជាព្រះមហាវីរបុរសជាតិព្រះបិតាឯករាជ្យជាតិថ្ងៃទី15មិថុនា1952ព្រះបាទនរោត្តមសីហនុវរ្ម័នទ្រង់បានថ្លែងជាឱឡារិកថាព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេលក្នុងពេលនោះដោយមានសហការីជួយគាំទ្រផងព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ1953នៅទីនោះព្រះអង្គបានផ្ញើសារលិខិតជូនលោកវ៉ាងសង់អូរីយ៉ូលប្រធានាធិបតីនៃសាធារណរដ្ឋបារាំងចំនួន3លើកទី1ថ្ងៃទី5មីនា1953ពីទីក្រុងណាពូលលើកទី2ថ្ងៃទី18មីនា1953ពីទីក្រុងណាពូលដែរលើកទី3ថ្ងៃទី3មេសា1953ពីទីក្រុងផុងតែនឺប្លូដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដានិងសហរដ្ឋអាមេរិកទៀតនៅកាណាដាក្នុងទីក្រុងម៉ុងរ៉េអាល់ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជានិងប្រទេសបារាំងដែលជាតំណាងប្រទេសលោកសេរីក្នុងឥណ្ឌូចិនទី1គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស
ទី2គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជាយោងលើបញ្ហានេះព្រះអង្គទ្រង់បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនីសទេព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិសម្រាប់បង្កបង្កើនផលរបស់ខ្លួនបញ្ហាដែលគេចង់បាននោះគឺឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិចំណែកពួកកុម្មុយនីសគេមើលឃើញថាប្រទេសកម្ពុជាជាទីតាំងមួយប្រសើរសម្រាប់ពួកគេនៅសហរដ្ឋអាមេរិកព្រះអង្គទ្រង់ធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ New York Times ចុះផ្សាយក្នុងទំព័រទី1របស់គេនៅថ្ងៃទី19មេសា1953ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលខ្លឹមសារគឺបើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះនឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដគឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំងហើយគេនឹងងាកទៅរកចលនាវៀតមិញដែលដឹកនាំដោយពួកកុម្មុយនីសក្នុងករណីមានការគំរាមកំហែងប្រជាពលរដ្ឋបដិញ្ញាថាពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរនឹងត្រូវឡោមព័ទ្ធហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ព្រះបញ្ញាញាណខាងលើនេះបានធ្វើឲ្យមតិសកលលោកពិសេសលោកខាងលិចតម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជាស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជារដ្ឋប្រហារនៅថ្ងៃទី18មីនា1970ព្រះអង្គត្រូវសេនាប្រមុខលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេសដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះសាធារណរដ្ឋខ្មែររដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហការនិរទេសព្រះអង្គឯងនិងការដាក់រាជ្យព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានទៅនិរទេសដាក់ព្រះអង្គឯងនៅខែមករាឆ្នាំ2004ដោយការយាងគង់នៅរាជដំណាក់នៅភ្ជុងយ៉ាងកូរ៉េខាងជើង18និងក្រោយមកក៏យាងគង់ប្រថាប់នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដោយយោងទៅហេតុផលព្រះរាជសុខភាពព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ7តុលា2004ព្រះបាទសម្ដេចព្រះនរោត្តមសីហនុត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយឡាសេការោគកោសិកាថក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ1993ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទ្ធររបស់ព្រះអង្គនៅឆ្នាំ2005ហើយនឹងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ2008ព្រះបាទសម្ដេចព្រះនរោត្តមសីហនុក៏បានរងទុក្ខពីមធុមេហារោគនិងការឡើងព្រះលោហិត19រដ្ឋធម្មនុញ្ញនៃកម្ពុជាគ្មានលក្ខខណ្ឌសម្រាប់ការដាក់រាជ្យឡើយលោកជាស៊ីមប្រធានព្រឹទ្ធសភាបានទទួលគោរមយោងារប្រមុខរដ្ឋស្ដីទីគោរមយោងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមករហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ14តុលានិងបានជ្រើសតាំងព្រះនរោត្តមសីហមុនីម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុជាស្ដេចថ្មីព្រះបាទសម្ដេចព្រះនរោត្តមសីហនុចូលរៀនណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជាសម្ដេចព្រះករុណាព្រះមហាវីរក្សត្រព្រះបិតាជាតិកម្ពុជាទោះបីជាព្រះរោគរបស់ព្រះអង្គព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញថ្ងៃទី30តុលា2011មុនថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់89យាងចូល90ព្រះវស្សានិងខួបទី20ឆ្នាំនៃការយាងមាតុភូមិនិវត្តន៍របស់ព្រះអង្គនិងសម្ដេចព្រះមហាក្សត្រី2រញការយាងសោយព្រះទីវង្គតព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិទ្រង់បានសោយព្រះទង្គតនៅថ្ងៃ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពស2556ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2012វេលាម៉ោង 1:20 នាទីរំលងអាធ្រាត្រមកនៅព្រះរាជាណាចក្រកម្ពុជានាមន្ទីរមេទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងព្រះជន្មាយុ90ព្រះវស្សាដោយរោគាពាធព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីមន្ទីរពេទ្យទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី17ខែតុលាឆ្នាំ2012វេលាម៉ោង 2:30 នាទីរសៀលព្រះបរមសពត្រូវបានដង្ហែពីប្រលានយន្តហោះអន្តរជាតិភ្នំពេញមកព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យបានបញ្ចប់នៅម៉ោង 5:30 ល្ងាចដោយមានប្រជានុរាស្ត្រប្រមាណជាង 1,100,000 លានទៅជាង 1,200,000 លាន2សែនអ្នកមកចាំដង្ហែដែលមានទាំងបព្វជិតនិងគ្រហស្ថព្រះបរមសពរបស់ព្រះអង្គនឹងតម្កល់នៅព្រះទីនាំងមហាមន្ទីរក្នុងព្រះបរមរាជវាំងរយៈពេល3ខែក្រោយរយៈពេល3ខែមកនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2013ព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋត្រូវបានប្រារព្ធព្រះរាជពិធីដង្ហែចេញពីព្រះទីនាំងមហាមន្ទីរយាងចូលទៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំងរួចយាងដង្ហែបន្តទៅកាន់វាលព្រះមេរុដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅទីក្រុងប៉េកាំងប៉េជីងចាប់តាំងពីខែមករាឆ្នាំ2012
ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួនរួមមានមហារាជព្រះពោធិវៀនធំព្រះមធុមេហារោគនិងព្រះសម្ពាធខ្ពស់21ព្រះអង្គបានសោយទីវង្គតបន្ទាប់ពីការគាំងព្រះハរតីគាំងបេះដូងនៅទីក្រុងប៉េកាំងប៉េជីងនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃ15ខែតុលាឆ្នាំ2012មុន16ថ្ងៃពេលព្រះរាជពិធីចម្រើនរបស់ព្រះអង្គព្រះជន្មគម្រប់90យាងចូល91ព្រះវស្សា KM22 ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដងនិងព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តមសីហមុនីនិងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានទៅទីក្រុងប៉េកាំងប៉េជីងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីយាងដង្ហែយាងព្រះបរមសពរបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុមករាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាវិញដើម្បីប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសពនៅឯព្រះបរមរាជវាំង23ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មមីកោដែលធ្លាប់ជាជំនួយការនឹងព្រះភិក្ខុនីរបស់ព្រះអង្គបានព្រះបន្ទូលថាការសោយទីវង្គតរបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុគឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជាដោយការបន្ថែមថាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានលះបង់ព្រះកាយពលសម្រាប់ប្រយោជន៍ជាតិប្រទេសទាំងមូលនិងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ21អគ្គលេខាសហប្រជាជាតិលោកបានគីមុនក៏បានបញ្ចេញវិចារទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងគេដំណើរព្រះអង្គជាមេដឹកនាំរួបរวมជាតិដែលត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ21បន្ទាប់ពីការសោយទិវង្គតរបស់ព្រះសីហនុទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលនៅឯកសាររយៈពេល30នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ23ប្រជាជនខ្មែរ100,000នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីប្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃព្រះសពរបស់ព្រះសីហនុប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋតូក្រោយមកបាននិយាយថាប្រជាជនប្រហែល1,200,000នាក់បានមានវត្តមាន2124នៅថ្ងៃ28វិច្ឆិកានៃឆ្នាំ2012ព្រះបាទសម្ដេចព្រះនរោត្តមសីហនុត្រូវបានប្រសិទ្ធព្រះនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនៃគោរមយើងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនៅថ្ងៃសុក្រ6រោចខែបុស្សឆ្នាំរោងចត្វាស័កពស2556ត្រូវនឹងថ្ងៃទី01ខែកុម្ភៈឆ្នាំ2013ប្រជារាស្ត្របានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញដើម្បីក្រាបធ្វើបង្គំលាជាលើកចុងក្រោយថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋពេលនោះព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែតាមមហាវិថីនានាក្នុងទីក្រុងភ្នំពេញព្រះបរមសពត្រូវបានយាងទៅកាន់ព្រះបរមមេរុស្ថិតនៅភាគឦសានក្បែរព្រះបរមរាជវាំងតម្កល់លើព្រះមហាបញ្ចាក្នុងព្រះបរមមេរុនឹងត្រូវប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅថ្ងៃច័ន្ទ9រោចខែបុស្សឆ្នាំរោងចត្វាស័កពសពុទ្ធសីប៉ាន់256ត្រូវនឹងថ្ងៃទី04ខែកុម្ភៈឆ្នាំ2013លុះនៅវេលាព្រឹកថ្ងៃអង្គារ10កើតខែបុស្សឆ្នាំរោងចត្វាស័កពស2556ត្រូវនឹងថ្ងៃទី05ខែកុម្ភៈឆ្នាំ2013ព្រះអង្គាររបស់ព្រះអង្គត្រូវបានដង្ហែនិងបំផ្លែងចូលទៅក្នុងទន្លេទៅមុខដើម្បីភាពត្រជាក់ត្រជុំចម្រុងចម្រើនកើតមានដល់ព្រះរាជវង្សានុវង្សនិងប្រជារាស្ត្រកម្ពុជាទាំងមូលនៅថ្ងៃប្រហ័ស12រោចខែបុស្សឆ្នាំរោងចត្វាស័កពស2556ត្រូវនឹងថ្ងៃទី07ខែកុម្ភៈឆ្នាំ2013ព្រះបរមអធិរបស់ព្រះអង្គត្រូវបានយាងដង្ហែទៅតម្កល់លើព្រះមហាបញ្ចាក្នុងព្រះទីនាំងមហាមន្ទីរព្រះបរមរាជវាំង25អភូតហេតុនៅយប់ថ្ងៃទី21ខែតុលាឆ្នាំ2012ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបងនិងរាជធានីភ្នំពេញបាននិយាយថាមានឃើញព្រះភ័ក្ត្ររបស់ព្រះអតីតព្រះបាទនរោត្តមសីហនុនៅក្នុងព្រះច័ន្ទនៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្សគោរមយ៉ងងារនឹងការទូលហៅបន្ទាប់ពីការដាក់រាជរបស់ព្រះអង្គគោរមងារជាផ្លូវការរបស់ព្រះអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះបានបង្ហាញឲ្យឃើញនៅសច្ចធម៌នៃទស្សពិតរាជធម៌របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដែលព្រះអង្គបាននឹងកំពុងប្រោសព្រះរាជទានដល់ប្រជារាស្ត្រស្រាប់កម្ពុជាដោយមិនប្រកាន់ជាតិកំណើតជំនឿសាសនាពណ៌សម្បុរឡើយដោយសារសច្ចភាពនេះហើយទើបប្រជារាស្ត្រកម្ពុជាទូទំំាំងប្រទេសបានគាំទ្រដោយឥតសំចៃថ្វាយព្រះអង្គចំពោះការយាងគ្រងរាជសម្បត្តិសាជាថ្មីនៅឆ្នាំ1993ហើយពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រលោកកន្លងមកអ៊ីសារិយយុសបរទេសកូរ៉េខាងត្បូងមហាអ៊ីសារិយយុសលំដាប់មុខកុងហ្វា26ទំព័រគំរូទិន្នន័យប្រទេសឆៃកូស្លូវ៉ាគីអ៊ីសារិយយុសលំដាប់សេតសង្ហឆៃកូស្លូវ៉ាគីថ្នាក់ទី1ថ្នាក់មហាសេរីវត្ត1955-26ជប៉ុនកន្ថាភារណៈនៃអ៊ីសារិយយុសលំដាប់ស្បៃរឿងទេសមស 2.7.1955 26ថៃ
គ្រឿងខត្តយរាជអសរិយាផមហាចក្រីបរមរាជវង្ស 15.12.1954 27 នីសេអិសរិយយុសលំដាប់ជាតូបការនៃនីសេថ្នាក់មហាសេរីវត្ត 5.11.1969 26 បារាំងអិសរិយយុសលំដាប់តេដេទៀនប៉ូឡូញ 7.1956 26 ប្រុយណេអិសរិយយុសលំដាប់រាជវង្សនៃមហាមកុដប្រុយណេដកុម26ភូមាអិសរិយយុសលំដាប់អគ្គមហាធិរិធុធម្មថ្នាក់មហាសេរីវត្ត 15.11.1954 26 ម៉ារ៉ុកអិសរិយយុសលំដាប់រាជបល្ល័ង្កម៉ារ៉ុកថ្នាក់មស26ម៉ាឡេស៊ីអិសរិយយុសលំដាប់មកុដរដ្ឋម៉ាឡេស៊ីដកមណពី 21.17.1962 26 ទំព័រគំរូទិន្នន័យប្រទេសយូហេកូស្លាវីអិសរិយយុសលំដាប់មហានក្ខត្តរឹកនៃយូហេកូស្លាវី 17.1/1968 26 លាវអិសរិយភ័ណ្ឌលៀនជាងក្លោសថ្នាក់មហាសេរីវត្តឈៀង 18.4.1963 26 វៀតណាមអិសរិយយុសលំដាប់នាគរាជអណ្ណាមថ្នាក់មហាសេរីវត្ត 3.4.1942 26 វៀតណាមអិសរិយយុសជាតូបការវៀតណាមថ្នាក់មហាសេរីវត្តត1959 26 សង្ហបុរីអិសរិយយុសលំដាប់ទេមាស័កថ្នាក់ទី 1 នៃសង្ហបុរី 9.4.1963 26 ស៊ីរីអិសរិយយុសលំដាប់អែលហ្វីលើភ័សថ្នាក់មហាសេរីវត្ត 15.11.1959 26 ហ្វីលីពីនរាជនៃអិសរិយយុសលំដាប់ស៊ីកាទូណាហ្វីលីពីន 31.1.197 26 ឥណ្ឌូនេស៊ីអ្នកខត្តរឹកនៃសាធារណរដ្ឋឥណ្ឌូនេស៊ីថ្នាក់ទី 1 ឬអាទីបូ 1.4 1968 26 អ៊ីតាលីអិសរិយយុសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលីថ្នាក់មហាសេរីវត្ត 26 អូទ្រីសមហាគ្រឿងអិសរិយយុសគុណូបការឈៀងមាសនៃអូទ្រីស 29.8.1956 26 អេស្ប៉ាញកន្ថាភ័ណ្ឌអិសរិយយុសផ្ទឹមនិងព្រួយនៃអេស្ប៉ាញ 22.6.1968 26 អេស្ប៉ាញកន្ថាភ័ណ្ឌអិសរិយយុសផ្ទឹមនិងព្រួយនៃអេស្ប៉ាញ 22.6.1956 26 អេស្ប៉ាញប៉ាញអិសរិយយុសលំដាប់ YouTube ការពណ៌ស 22.6.1956 26 ទំព័រគំរូទិន្នន័យប្រទេសអេសេបអិសរិយយុសលំដាប់នីលអេហេសេបថ្នាក់មហាសេរីវត្ត 9.11.1959 26 ស្នាព្រះហស្ថទីតាំងនៃកម្ពុជាក្នុងពិភពលោកដ៏គ្រោះថ្នាក់ San Francisco មូលនិធិអាស៊ី 1958 សុន្ទរកថាបានថ្លែងដោយសម្ដេចនរោត្តមសីហនុប្រមុខនៃគណៈរដ្ឋមន្ត្រីមេក្នុងឱកាសនៃកិច្ចសម្ពោធផ្លូវជាន់ខ្ពស់មិត្តភាពខ្មែរអាមេរិកភ្នំពេញ 1959 ឧត្តមគតិគោលបំណងនិងកិច្ចការនៃយុវជនសង្គមរាជានិយមខ្មែរការបកប្រែនិងវិចារណកថានៃលក្ខន្តិកៈនៃយសរខរកទសវត្សរ៍ឆ្នាំ 1960 ការថ្លែងសុន្ទរកថានៃពអមនរោត្តមសីហនុអគ្គរដ្ឋនៃកម្ពុជានៅក្នុងសន្និសីទនៃប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសមិនចូលបកសម្ព័ន្ធញូវយ៉កបេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់សហប្រជាជាតិ 1961 ការថ្លែងសុន្ទរកថានៃពអមសម្ដេចនរោត្តមសីហនុអគ្គរដ្ឋនៃកម្ពុជាទៅកាន់សង្គមអាស៊ីញូវយ៉កបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ 1961 ការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទី 16 នៃមហាសន្និបាតនៃសហប្រជាជាតិញូវយ៉កបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ 1961 អត្ថបទនានាបានបោះពុម្ពនៅរៀលីតេកម្ពុជា 22 មិថុនា 27 កក្កដា 1962 Washington សកស្ថានរាជទូតកម្ពុជា 1961 សន្ទរកថាដោយសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋនៅក្នុងការសម្ពោធនៃសន្និសីទអាស៊ីលើកទី 6 ដែលបានរៀបចំឡើងដោយសង្គមមិត្តសម្លាញ់ព័ត៌មានភ្នំពេញ 1962 លិខិតបើកចំហទៅកាន់សារព័ត៌មានអន្តរជាតិភ្នំពេញ Imprimerie du Ministère de l'Information 1964 បទសម្ភាសន៍ជាមួយសម្ដេចសីហនុជាមួយលោក William Vossy ភ្នំពេញក្រសួងឃោសនាការ 1965 តើយើងគឺជាអ្នកអព្យាក្រឹតคล้ายៗមែនទេវិចារណកថាក្នុងវិវិជ្ជនកម្ពុជាលេខ 16-15 កក្កដា 1966 ភ្នំពេញប្រមុខនៃគណៈរដ្ឋមន្ត្រីរដ្ឋ 1966 បរាជ័យដែលបានឆ្លងកាត់ដោយសហរដ្ឋក្នុងការពាក់ព័ន្ធខ្លួនជាមួយតតិយលោកបានបង្ហាញក្នុងពន្លឺនៅបទពិសោធន៍ផ្ទាល់របស់កម្ពុជាភ្នំពេញ 1968 កំណត់ខ្លីៗអំពីសំណង់ជាតិនៅកម្ពុជាភ្នំពេញអេមព្រាសង្គមរាស្ត្រនិយម 1969 សារនិងការប្រកាសឧឡារិកនៃសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាមីនា 23 1970 SL រាជរដ្ឋាភិបាលសាមគ្គីជាតិកម្ពុជាញូវយ៉កគណៈកម្មាធិការសាមគ្គីភាពឥណ្ឌូចិន 1970 សម្ដេចនរោត្តមសីហនុកម្ពុជានិយាយទៅកាន់ពួកអាមេរិកកតោះស៊ីប 1970 កក 1970 សារទៅកាន់មិត្តសម្លាញ់អាមេរិកដោយសម្ដេចនរោត្តមសីហនុនៃកម្ពុជា
កក1970លិខិតនៃសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាទៅកាន់ព្រះករុណាសម្ដេចព្រះរាជានីនិងឯកឧត្តមលោកជំទាវប្រមុខនៃរដ្ឋាភិបាលនៃបណ្ដាប្រទេសមិនចូលបកសម្ព័ន្ធកក1970កម្ពុជាថ្ងៃនេះបទសម្ភាសន៍មួយជាមួយសម្ដេចនរោត្តមសីហនុជាមួយ Ken Code និង Chris Pali Nothing អង្គមូលនិធិសន្តិភាពបរត្រិនរ៉ាសល1970សម្ដេចនរោត្តមសីហនុឆ្លើយតបទៅនឹងលោក Norman Kirkhor សសមេដឹកនាំនៃពួកប្រឆាំង Nouvelle Zelong បស1971សម្ដេចនរោត្តមសីហនុកម្ពុជានិយាយខែមករាកុម្ភៈ1971 ACL បស1971ការរំដោះតតយៈលោកគន្លឹះថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលអាហ្សេ Nothing អង្គមូលនិធិសន្តិភាពបរត្រិនរ៉ាសល1973សង្គ្រាមរបស់ខ្ញុំជាមួយផសកកំណត់ប្រវត្តិនៃសម្ដេចនរោត្តមសីហនុពេលដែលបានប្រាស្រ័យងៀនវល់ផិតបឺ4តាម8900ខារឹបដាំងបាយពីការតស៊ូរបស់កម្ពុជា Auckland គណៈកម្មាធិការវៀតណាម Auckland 1973សេចក្តីថ្លែងការណ៍ដោយសម្ដេចនរោត្តមសីហនុ1965-1973 Washington ស្ថានទូតសាធារណៈខ្មែរ President 1973សង្គ្រាមនិងក្តីសង្ឃឹមករណីកម្ពុជា New York សៀវភៅ Pantheon 1980សម្ដេចសីហនុអំពីកម្ពុជាបទសម្ភាសន៍និងកិច្ចពិភាក្សាជាមួយសម្ដេចនរោត្តមសីហនុជាមួយ Manola Chia និង Petersia Hamburg Institute for Asian Kunde 1980សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានអង្កេតមើលដោយព្រះនរោត្តមសីហនុភ្ជុង